រីសុពុកម៉ែបងប្អូនអរគ្នាបាទឃើញក្បាលវីដេអូឃើញអ៊ំយាយម៉ែគាត់សប្បាយចិត្តមែនទែនហើយក៏សូមជម្រាបសួរដល់ពុកម៉ែបងប្អូនអរគ្នាបាទសុខសប្បាយជាទេបាទរដូវកាលភ្ជុំបិណ្ឌបានកន្លងផុតទៅហើយបាទឥឡូវនេះមកមើលទស្សនវិជ្ជានៅតំបន់ខាងរលួសបាទនេះគឺជានៅអនុវិទ្យាល័យបាទរលួសដូចជាសាលារលួសដូចជាមន្ទីរពេទ្យរលួសដែរបាទនេះគឺដងផ្លូវទៅផ្សាររលួសក៏ដូចជាទៅតំបន់ទេសចរទៅខាងកំពង់ភ្លុកហើយថ្ងៃនេះខ្ញុំចុះទៅភូមិដែលខ្ញុំធ្វើការបាទគឺនៅភូមិកញ្ជោបាទដោយសារតែកិច្ចការងារពួកយើងគឺខាងផ្នែកសន្សំលុយជាមួយបងប្អូនសហគមន៍ហើយក៏បងប្អូនសហគមន៍គាត់ក៏ជាអ្នកដែលចូលរួមហើយធ្វើការជាមួយគ្នាយ៉ាងស្រាំបាទនេះគឺជាទស្សនវិជ្ជានៅផ្សាររលួសបាទមានលក់ដូរហូរហែតាមដងផ្លូវបាទហើយជួបជាមួយបងប្អូនការងារយើងបាទនៅភូមិជាមួយគ្នាគាត់កំពុងតែចុះមកផ្សាររកទិញបន្លែប្លុកដើម្បីធ្វើកម្មវិធីបាទប្រកបជុំគ្នាទិញវ៉ាន់ទេចូលមកចាត់ស្រាំងចូលមកហើយគ្រប់នៅចុះផ្សារបាននេះចុះផ្សារបាននេះនឹងហើយបងប្អូនទាំងអស់គ្នាបាននេះគឺជាទស្សនវិជ្ជានៅតាមដងផ្លូវនៅផ្សាររលួសគេថាផ្លូវចាក់បេតុងភ្លឹងតែម្ដងបាទលេងបារម្ភរឿងទឹកលិចទៀតហើយកាលពីមុនដល់រដូវវស្សាម្ដងគឺថាទឹកពពេចបបាច់ពេញនឹងគឺថាយ៉ាប់ធ្វើដំណើរតែម្ដងប៉ុន្តែឆ្នាំនឹងគឺថាលឹកមុខលឹកមាត់តែម្ដងហើយគឺមិនពិបាកក្នុងការធ្វើដំណើរទេគឺថាងាយស្រួលតែម្ដងសម្រាប់បងប្អូននៅខាងផ្សាររលួសហ្នឹងហើយឥឡូវគេថាពួកខ្ញុំចូលមកញ៉ាំកាហ្វេបន្តិចហើយបន្តដំណើរទៅមុខទៀតឥឡូវនៅមិនបានយូរទេយើងចេញដំណើរទៅតែម្ដងហើយបាទនេះគឺជាផ្លូវយើងចេញតាមក្រោយផ្សាររលួសយើងបត់ឆ្វេងទៅទិសខាងត្បូងហើយយើងចុះទៅភូមិកញ្ជោបាទចូលដល់ភូមិកញ្ជោហើយមានបងប្អូនយើងគាត់លក់ដូរនៅតាមដងផ្លូវហើយយើងចូលទិញទឹកបានម្នាក់ម្ដបហើយធ្វើដំណើរទៅមុខទៀតគេថាតាមដងផ្លូវពេញទៅដោយទេសភាពខៀវខ្ចីតែម្ដងឥឡូវយើងបានមកដល់ហើយទីតាំងរបស់យើងកន្លែងធ្វើការងារជាមួយសហគមន៍មកដល់បងប្អូនយើងគេថាកំពុងតែរៀបចំបាយទឹកម្ហូបអាហារចំណីត្រៀបត្រាតែម្ដងហើយបាទមានតែគ្រឿងសមុទ្រទេឆ្នាំហ្នឹងបាទអូខេអូអូទេអូតលោកអូតខាងអូតឆ្នាំងអូតឆ្នាំងអូតទៀតអូតទេយាយនោះខោខាងអូតហើយស៊ីទៀតនេះចាំបាននេះអាហ្នឹងអូមេក៏យកតបាញ់ស្រូវដែរអត់ទេអាយកស្រូវក៏ឃើញអាយកស្រូវឃើញអូឲ្យបងប្អូនមកជួបជុំគ្នាអូខេមកគ្រូបើសិនតែឃើញជំនាញផ្លុំបុយផ្លុំបុយស្វែងឲ្យចំណាយជំនាញផ្លុំបុយឲ្យឆ្នៃទៅកោះឆៅឡូយអានេះឆ្នាំអូនឆ្នាំអូន26ឆ្នាំអូដល់ហើយអ៊ុតចឹងហ្មងអត់ដាក់ខ្ជុងដាក់ភ្លើងទេđâu អត់ទេល្អណាស់ល្អអត់ខ្សែក្បាត់ខ្សែក្បាត់ក្បាត់អ៊ីណាយើងវ៉ាន់គេមើលវាស់ពុះមើលយើងវ៉ាន់អាស្រួយនេះអត់ស្រួយអីអូនោះឯងចន់វ៉ាន់កើរំបានតបនេះដួលពី3នាក់ឥឡូវបន្លែប្លុកយើងឡើងស្រស់ចង់សពូនវិញហ្នឹងបន្លែស្រស់ណែអង្គនេះយើងបុកអំបិលម្ទេសអង្គយើងសុតត្មងណែជាពិសេសឆ្នាំងផ្សេងឆ្នាំងឯឆ្នាំងកម៉ែលយើងអត់មានកម៉ែលដាំណាថ្ងៃនេះទៅដាំបាយកម៉ែលមួយដល់កម៉ែលមួយមកមកកែแล้วយកមកយូរហើយតើមានមកយូរនេះទឹកខ្មៅទៀតនេះទឹកខ្មៅទៀតចូលពាក្យយាយមុនថាខុសកណាតែវាខុសចូលពីអូកណាต้องการដល់ណាមកដល់ណាមកចូលពាក្យឥឡូវថ្ងៃនេះចូលពាក្យយាយមកចង់ស្ពានមានត្រីនេះបាទគ្រាន់តែចូលក្នុងភូមិភ្លាមគេថាសំដីប្រៅបាទចាក់ទឹកមិនលិចទេបាទបងប្អូនយើងអ្នកភូមិកញ្ជោនេះគេថាកម្ពូអ្នកនិយាយអ្នកប្រាជ្ញហើយបាទនិយាយគឺថាជាប់មាត់អេកតែម្ដងហើយហ្នឹងហើយការងារពួកយើងគឺពិតជាសប្បាយចិត្តជាមួយសហគមន៍
ម្នាក់មិនទំនេរទេដោយសារតែថ្ងៃនេះគឺជាថ្ងៃជាវេលាល្អគឺជាថ្ងៃដែលប្រមូលភពទ្រព្យបានភពទ្រព្យនៅមុខហ្នឹងឯងថ្ងៃនេះគេថាចែកលុយ free តែម្ដងបាទខ្ទង់រីដាក់តាមខ្ទង់រីខ្ទង់10ដាក់តាមខ្ទង់10ខ្ទង់ពាន់ដាក់តាមខ្ទង់ពាន់ចំណែកឯចុងភៅខាងនេះវិញគេថាចូលចិត្តម្ទេសខ្លាំងណាស់បុកតែម្ទេសដាក់ម្ទេសដាក់ឡើងក្រហមតែម្ដងហើយបាទនិយាយពីត្រីគឺដាក់តុងកញ្ច្រែងបាទតុងកញ្ច្រែងតុងថាសតុងអីហ្មងហើយបាទដាក់អស់ដៃថ្ងៃហ្នឹងបាទអញ្ចឹងកិច្ចការងាររបស់ពួកយើងនៅក្នុងសហគមន៍យើងសប្បាយរីករាយណាស់ដោយសារតែមានការសហការគ្នាបាទថ្ងៃនេះគឺថាបងប្អូនយើងអ្នកខ្លះមិនទាន់មកដល់ទេបាទហើយក្រុមការងារខ្លះគាត់កំពុងត្រៀមចំលុយកាក់ទុកដាក់ជាស្រេចបាទមុននឹងពួកគាត់មកជួបជុំគ្នាឥឡូវគេថាមកបណ្ដើឲ្យបងប្អូនណាមកដល់តន់ក៏ជួយធ្វើទៅបាទអ្នកធ្វើការបាទអ្នកធ្វើការទាំងលើទាំងក្រោមអ្នកនៅខាងលើនេះជាន់ទី1ជាន់ទី2បាទនៅឌូបៃនៅខាងនេះនៅឌូបៃបាទទំនើបគាត់ធ្វើម្ហូបនៅជាន់ខាងលើបាទបងប្អូនយើងខ្លះនៅជាន់ខាងក្រោមទឹកដៃពិតជាមិនធម្មតាទេបើបានមកដល់ណាបងប្អូនអរគ្នាបាទអញ្ចឹងគេថាវីដេអូនេះរៀងវែងតិចហើយបាទទុកជាអនុស្សាវរីយ៍សម្រាប់ពួកគាត់នៅភូមិកញ្ជោដែលគាត់បានសហការគ្នា1 2 3ហើយបាយ1 2 3បាទនៅភូមិកញ្ជោនៅខុបរលួបាទស្រុកប្រាសាទប្រកងខេត្តសៀមរាបយកមានលុយថែមទេថៃលុយនៅទីនេះមានតែថៃលុយអត់ចង់បានទៅជាយ៉ាត់ជ្រុលឥឡូវគេចេះដល់7អីណាយកញ័របែកយូរពេកបាទទៅលេងវ៉ាន់ទៀបបបហើយមិនញ៉ៃញ៉ៃបាទច្បាស់ការហើយណាមើលខាងនេះគ្រប់អត់គ្រប់ហើយបលូគេនឹងត្រូវអត់ចាពឹងយកខាងនោះត្រូវនៅខាងនេះបានមកជួយទាំងព្រឹកបាទមើលសូមបង្ហាញមួយមើលឥឡូវសបាយតាមរបៀបរញ៉េរញ៉ៃម្ដងបាទយាយបងចាប់ផ្ដើមផ្ដិតមេដៃយកហើយបាទផ្ដិតមេដៃដើម្បីទទួលស្គាល់ថាកម្មវិធីរបស់យើងនៅតែបន្តទៅមុខទៀតហើយពួកគាត់បដិញ្ញាចិត្តនឹងថាបន្តនៅកម្មវិធីនេះឲ្យកាន់តែរីកចម្រើនដើម្បីជួយសហគមន៍បាទដូចជាជួយគ្នាទៅវិញទៅមកឲ្យមានភាពរីកចម្រើនប្រសើរឡើងថែមទៀតបាទអញ្ចឹងថាមេដៃពួកគាត់គេថាដាក់យកហើយបាទទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីបាទប្រុសមិនសូវមានទេវាសម្បូរតែចាស់ហើយយាយបងបាទគ្រប់សហគមន៍គឺថាអ្នកដែលចូលរួមច្រើនគឺភាគច្រើនគឺស្ត្រីហើយបុរសគឺថារវល់ទៅធ្វើការណានៅឆ្ងាយណាអញ្ចឹងអត់សូវបានជួបជុំដោយស្ត្រីទេក៏ប៉ុន្តែស្ត្រីក៏ធ្វើការក៏ច្រើនជាងបុរសផងប៉ុន្តែជាទូទៅគឺថាស្ត្រីមានឱកាសចូលរួមប្រជុំរៀនសូត្រអីច្រើនជាងបុរសបាទបុរសគាត់ថាគាត់រវល់ទៅធ្វើការឆ្ងាយមិនសូវបានជួបជុំប្រហែលទេឥឡូវគេថាពួកគាត់កំពុងតែផ្ដិតមេជើងមេដៃឲ្យលឿនបាទដោយសារតែកម្មវិធីយើងនៅតែបន្តទៅទៀតបាទរឿងវែងឡាយមែនតើនឹងថាវីដេអូនេះបាទបងប្អូនអរគ្នាបាទកុំធុញអីបាទធ្វើវែងខុសប្លែកពីធម្មតាដោយសារតែចង់ឃើញគេថាសកម្មភាពច្រើននៅក្នុងសហគមន៍ពួកគាត់ហ្នឹងហើយបន្តទៅមុខទៀតតបពីយើងចែកលុយចែកកាក់ដល់ពួកគាត់រួចរាល់ហើយឥឡូវយើងថតជាអនុស្សាវរីយ៍បាទពួកគាត់បានរៀបចំកាដូសម្រាប់ពួកយើងផងដែរបាទម្នាក់មកកន្ត្រកអាចជូនដល់ប្រធានអង្គការមួយកន្ត្រកដែរបាទពិតជាសប្បាយចិត្ត
ដែលពួកគាត់ទាំងអស់គ្នាមានការសហការរូបគ្នាផ្ដល់ក្តីស្រឡាញ់សម្រាប់ដល់ពួកយើងដែលចុះទៅធ្វើការនៅភូមិរបស់ពួកគាត់បាទពិតជារីករាយមែនទែន ចេញចេញចេញមួយពីរបាយអូណាតែរងើជាងគេ បាទថ្ងៃនេះគឺថាថតយកតែម្ដងបាទថតនៅខាងក្រៅមិនអស់ចិត្តគឺថាថតនៅខាងក្នុងផ្ទះទៀតហ្នឹងហើយវីដេអូដល់ទីបញ្ចប់ហើយអរគុណសម្រាប់ពុកម៉ែបងប្អូនអរគ្នាដែលបានចូលរួមទស្សនាទាំងអស់គ្នាជម្រាបលាបាយបាយ